គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកចំនួនខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ 93% នៅថ្ងៃប្រហ័សទី 5 ខែកុម្ភៈឆ្នាំ 2026 ឯកឧត្តមប៉ុញសច្ចៈរដ្ឋលេខាធិការនិងជានាយកគម្រោងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថៅជេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្ត្រីបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យទីប្រឹក្សាគម្រោងនិងអ្នកម៉ៅការសាងសង់ដើម្បីចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកចំនួនខេត្តបន្ទាយមានជ័យសូមជម្រាបថាបើតាមរបាយការណ៍គិតត្រឹមថ្ងៃទី 30 ខែមករាឆ្នាំ 2026 នេះវឌ្ឍនភាពការងារសាងសង់សម្រាប់បានប្រមាណ 93% ដែលក្នុងនោះមាន 1. ប្រឡាយមេលេខ MC1 ដក 2 ប្រវែង 32.39 គីឡូម៉ែត្រសម្រាប់បាន 91% 2. ប្រឡាយលេខ MC2 ប្រវែង 16.42 គីឡូម៉ែត្រសម្រាប់បាន 99% 3. ប្រឡាយលេខ MC3 ដក 1 ប្រវែង 28.35 គីឡូម៉ែត្រសម្រាប់បាន 87% និង 4 ហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បាន 100% ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់បន្តយកចិត្តទុកដាក់លើការងារបច្ចេកទេសនិងសោភ័ណភាពព្រមទាំងជំរុញពន្លឿនការងារសាងសង់ឲ្យសម្រេចបានតាមផែនការនាពាក់កណ្ដាលខែមិថុនាឆ្នាំ 2026 ខាងមុខកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា